រដូវកាលបៃតងឬក៏រដូវកាល Green Season គឺជិតចូលមកដល់ទៀតហើយបងប្អូនហើយបងប្អូនណាខ្លះដែលមានគម្រោងមកលេងក្នុងខេត្តសៀមរាបកុំភ្លេច Share វីដេអូមួយនេះទុកម្នាក់មួយផងវីដេអូមួយនេះនឹងប្រាប់បងប្អូនអំពីកន្លែងដើរលេងស្អាតៗនៅក្នុងខេត្តសៀមរាបដែលបងប្អូនអាចមកលេងក្នុងរដូវកាលបៃតងបានសម្រាប់កន្លែងទី1នឹងគឺនៅប្រាសាទប៉ាលីឡៃនៅទីនឹងគឺសម្បូរទៅដោយប្លង់ថតរូបស្អាតៗស្ងប់ស្ងាត់ល្អហើយសម្បូរទៅដោយដើមឈើធំៗពេលដែលមានភ្លៀងធ្លាក់ឬក៏រដូវកាលបៃតងចូលមកដល់នឹងមានស្លែដុះខៀវៗនឹងគឺទីតាំងប្រាសាទប៉ាលីឡៃនឹងគឺស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ទីតាំងទី2នឹងគឺនៅប្រាសាទបាពួនទីតាំងប្រាសាទមួយនេះគឺនៅមិនឆ្ងាយពីប្រាសាទប៉ាលីឡៃទេអញ្ចឹងហើយគឺងាយស្រួលសម្រាប់បងប្អូនអាចចូលទស្សនានៅប្រាសាទប៉ាលីឡៃហើយបងប្អូនអាចមកលេងនៅប្រាសាទបាពួនបាននៅនឹងក៏សម្បូរទៅដោយប្លង់ថតរូបស្អាតៗជាច្រើនដែរពិសេសនឹងគឺប្លង់នៅលើស្ពាននៅពេលដែលយើងថតរូបនឹងគឺជាប់នឹង background ប្រាសាទគឺស្រស់ស្អាតខ្លាំងមែនទែនមួយទៀតគឺប្លង់មច្ឆាមួយនេះគឺមើលទៅគឺទំនងខ្លាំងមែនទែននឹងមានប្លង់ថតរូបស្អាតៗជាច្រើនទៀតមុននឹងចូលដល់ទីតាំងទី3នឹងគឺខ្ញុំមានដំណឹងល្អមួយប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបំណងមកលេងក្នុងខេត្តសៀមរាបក្នុងរដូវកាលបៃតងនេះបងប្អូនអាចកក់សំបុត្រឡានតាមរយៈ app iBus បានហើយបងប្អូនគ្រាន់តែប្រើប្រម៉ូកូដ iBus 30បងប្អូននឹងទទួលបានការបញ្ចុះតម្លៃ 30% ភ្លាមៗហើយសម្រាប់កន្លែងទី3នឹងគឺនៅកាហ្វេកាមឹកសម្រាប់ web ហាងកាហ្វេមួយនេះគឺតុបតែងរបៀបជប៉ុនតេតងនឹង space របស់ហាងនឹងគាត់អាប់ដេតធំជាងមុនអញ្ចឹងហើយគឺងាយស្រួលសម្រាប់អង្គុយលេងតេតងនឹងរសជាតិកាហ្វេនៅនឹងគឺឆ្ងាញ់ខ្លាំងមែនទែនបើសម្រាប់ខ្ញុំគឺចូលចិត្តទៅញ៉ាំកាហ្វេនៅនឹងហើយក្រៅពីកាហ្វេនឹងគាត់មានទ្រីងផ្សេងៗជាច្រើនទៀតហើយសម្រាប់អ្នកដែលចូលចិត្តថតរូបនឹងគឺនៅនឹងក៏សម្បូរប្លង់ថតរូបស្អាតៗជាច្រើនដែរសម្រាប់កន្លែងទី4នឹងគឺនៅបឹងឈូកភ្នំក្រមមួយរយៈនេះគឺឃើញថា trending ខ្លាំងមែនទែនតេតងនឹងបឹងឈូកផ្លូវទៅប្រាសាទអង្គរវត្តប៉ុន្តែនៅមួយជួរជើងភ្នំក្រមក៏មានបឹងឈូកស្រស់ស្អាតដែរបងប្អូនទាំងអស់គ្នាសម្រាប់ទីតាំងបឹងឈូកមួយនេះគឺមិនពិបាករកទេបងប្អូនគឺនៅជាប់នឹងផ្លូវជាតិតែម្ដងហើយសម្រាប់រដូវនេះគឺផ្កាឈូកស្រស់ស្អាតខ្លាំងមែនទែនបងប្អូនអាចទៅថតរូបលេងបានសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅសៀមរាបបាយបាយ